យកពណ៌ហើយចូលចិត្តទៅនឹងជាសំណួរបោកប្រាស់ព្រោះតែអញរើសយកទាំងអស់រើសចំនួនអ្នកក្រអញមានចូលចិត្តពណ៌ផ្ទៃមេអីតិចខ្ញុំមកនៅកន្លែងនេះបាន2ថ្ងៃឥឡូវភ្ញៀវកក់ពេញគ្មានពេលតនេទេចាចាប់តាំងពីខ្ញុំមកនៅកន្លែងនេះសំណុំរឿងវ័យជន់កប៉ុនដែនវាក៏ត្រូវបានចប់សុកចំការពោតខ្ញុំនៅកំពង់ចាមក៏ត្រូវបានស្វាវាយលោកហើយពួកយើងក៏បានភៀសខ្លួនមកទីនេះមើលទៅក៏មានតែកន្លែងនេះប៉ុណ្ណោះដែលមានដីជីវជាតិស័ក្តិសមជាមួយនឹងការធ្វើកសិកម្មអ្នកណាក៏គេគិតថារឿងហុងស៊ុយវាជារឿងអបិយជំនឿតែបើសិនជាពួកគេសិក្សាស្វែងយល់ឲ្យបានច្បាស់ពួកគេនឹងដឹងថាវាជាការរៀបចំតុល្យភាពជីវិតហើយពួកគេនឹងដឹងថាគួរដាក់រសោតាក់ខ្មោចជាប់គាំងប៉ុណ្ណាពួកឯងមានដឹងអត់ថាពួកឯងកំពុងធ្វើស្អីភាពងងឹតដែលកំពុងតែរំកើចូលមកអនាគតដែលកំពុងតែខ្លាយជាអតីតតុល្យភាពចក្រវាលត្រូវបានបំផ្លាញពួកឯងមានបានឮសំឡេងស្រីរបស់អនាគតខ្លះអត់ឯងមកលោឡាអីមុខនេះអញនឹងអាបែងអាក្រអើយសំឡេងវាឮខ្លាំងណាស់វាឮរហូតដល់ចុងភូមិឯណោពួកគេកំពុងតែស្រែកដើម្បីយើងដោះលែងហេតុអីពេលអញជួបបញ្ហាឈួតមានហើយមករហូតអាបែងតែរឿងនេះអញនិយាយពិតមែនណាលេងសើចទេវើយហើយយើងមិនអោយតុល្យភាពចក្រវាលត្រឡប់ទៅវិញទេភាពងងឹតវាត្រឡប់មកវិញម្ដងទៀតទេបដាឲ្យធ្វើអ្នកជោគជ័យម្ដងនេះភ្ញាក់ផ្អើលអស់ហើយសានិសោកហើយឃើញអាក្រមកលោឡាមុខទៀតអញអត់ទេពួកឯងមិនយល់ទេបើយើងមិនដោះលែងពួកគេពួកយើងនឹងងាប់ទាំងអត់ប្រយោជន៍ឈួតឡប់អបិយជំនឿនិយាយអីក៏អញមិនស្ដាប់ដែរក្នុងគួរក្បាលមានតែគ្រូជោគជ័យមណៅដែងដឿតពួកឯងត្រូវជឿអញណាកុំប្រកាន់ខ្ញុំអីលោកកាពីតែនខ្ញុំគ្រាន់ធ្វើតាមទូរនីតិតែប៉ុណ្ណោះកន្លែងជោគជ័យនេះគេជួសន្និស័កមួយខែ5លានឯណោះប្រាក់ខែប៉ុណ្ណឹងខ្ញុំបញ្ជូនកូនទៅរៀនអង់គ្លេសបានងាយដូចគ្នាលោកបងប្រពន្ធកូននៅផ្ទះខ្ញុំត្រូវការហូបបាយវាចាប់ផ្ដើមឡើងហើយលោកសំឆាយគាត់ពេញចិត្តជាមួយនឹងការដាក់អក្សរសិរីសួស្ដីនេះខ្លាំងណាស់ចិនសែតែមើលទៅបញ្ហាតែមួយគត់ដែលអ្នកជួបបន្ទប់គេនិយាយមកនោះគឺសសរវាច្រើនខ្លាំងពេកលោកគិតថាលោកអាចកែបញ្ហានេះបានអត់ឮក៏មិនអារម្មណ៍អីព្រោះនៅសល់តែរសរមួយទៀតតែប៉ុណ្ណោះពួកឮនឹងលែងត្រូវការអ្វីទៀតហើយអូខេមានន័យថាម៉េចឯអត់ដល់ឡើងឡានណាហននេះម៉ោង12យប់ហើយណាវាអត់មានឡានពិតមែនណាសំឡាញ់នៅសុកមនុស្សក្នុងទីក្រុងបាត់អស់អាលីងនេះអញសំណាងល្អខ្លាំងណាស់វើយបានជប់អំបត់តែយកអស់ទៅលក់ក្នុងក្រុងហើយអញ្ចឹងឯងដល់ពេលណាបើអត់ត្រូវវេឆ្មក់តាមផ្លូវ5ម៉ោងទៀតអញទៅដល់ហើយត្រៀមអាវុធឲ្យលឿនវាមកទៀតអើយប៉ុណ្ណឹងសិនអាក់អុយអញបញ្ញាប់ទៅហើយការពារមនុស្សចាស់និងក្មេងអាហូនថ្ងៃនឹងឯងឈួតស្អីវៃឡានក្រុងក៏គ្មានភ្លើងក៏ដាច់ភ្លៀងក៏ធ្លាក់ខ្យល់ព្យុះក៏បក់ហើយនៅក្នុងផ្សារមានលក់តែចេកអូម៉ែបែងផ្ទះធានស្មោះស្នេហ៍យើងត្រូវបានគេវាយលុកទៀតហើយមែនជប់សិនហើយមែនបែងបងណាងបន្ទាប់ពីខ្ញុំចប់វគ្គជោគជ័យវាបានធ្វើឲ្យខ្ញុំមានទ្រព្យសម្បត្តិទាំងអស់ច្រើនជាង20,000 លានដុល្លារហើយនៅទីបំផុតខ្ញុំក៏បានដឹងថាលុយមិនមែនជាអ្វីធ្វើខ្ញុំមានក្តីសុខនោះទេតែក្តីសុខដែលពិតប្រាកដរបស់ខ្ញុំគឺជាការផ្ដល់ឲ្យបន្តហើយនឹងវាគឺជាហេតុផលដែលធ្វើខ្ញុំសម្រេចចិត្តទទួលចិញ្ចឹមចៅបាក់វ៉ាគេគឺជាកូនប្រុសមេកសម្ព័ន្ធមនុស្សព្រៃជោគជ័យដែលត្រូវបាត់បង់ជីវិតក្នុងយុគសម័យសង្គ្រាមអ្នកជំនួញត្រូវតែចងចាំចៅបាក់វ៉ាគ្រប់ទីកន្លែងដែលមានភ្លើងឡោមឆោមពណ៌និងគឺជាអាណាចក្ររបស់អ្នកជោគជ័យបងកបូកា KTV អណៃនេះ2ថ្ងៃហើយណាអាហុននៅមកមិនតាន់ដល់ទៀតអញគិតថាគួរយកឡានហែងទៅទទួលអាហុននៅចុងភូមិហើយអត់បានទេនឹងគឺជាគំនូរសិល្បៈតែកុំបារម្ភចាំវគ្គបន្តចាំឲ្យបាក់ក្បាលទៅយកថ្ងៃនឹងចប់ប៉ុណ្ណឹងសិនស្អក